មកស្គាល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសទាំង5ដែលមានសមត្ថភាពខ្លាំងបំផុតនៅលើពិភពលោកប្រព័ន្ធមីស៊ីលការពារដែនអាកាសឬជាបច្ចេកវិទ្យាដែលត្រូវបានគេអភិវឌ្ឍឡើងក្នុងគោលបំណងការពារដែនអាកាសរបស់ប្រទេសនីមួយៗតាមរយៈការចាប់ទាក់និងបំផ្លាញគ្រឿងសង្ឃាវបដិបត្តិសត្រូវដូចជាយន្តហោះចម្បាំងឧទ្ធម្ភាគចក្ររកកែតឬមីស៊ីលជាដើមនៅក្នុងវីដេអូមុនយើងបានស្គាល់មកហើយអំពីមីស៊ីលខ្លាំងបំផុតទាំង5នៅលើពិភពលោកនៅក្នុងវីដេអូនេះសូមជួយប្រិយមិត្តមកតាមដានស្ដាប់នៅប្រព័ន្ធមីស៊ីលការពារដែនអាកាសទាំង5ដែលមានសមត្ថភាពខ្លាំងក្លាជាងគេបំផុតនៅលើពិភពលោកទី1មីស៊ីលការពារដែនអាកាស400របស់រុស្ស៊ីប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S400 ត្រូវបានផលិតឡើងដើម្បីប្រឆាំងនឹងយន្តហោះនិងមីស៊ីលក្លោបប្រព័ន្ធមីស៊ីលប្រភេទនេះអាចចាប់ទីតាំងសត្រូវហើយរយៈចម្ងាយ402គីឡូម៉ែត្រឬរយៈកម្ពស់រហូតដល់ទៅ28គីឡូម៉ែត្រប្រព័ន្ធមីស៊ីលការពារដែនអាកាស S400 មានសមត្ថភាពអាចទាក់ទាញបាញ់ទម្លាក់យន្តហោះចម្បាំងកាយហើយប្រព័ន្ធការពារនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ2012ដើម្បីជំរុញវត្តមានប្រព័ន្ធមីស៊ីលការពារដែលមីស៊ីលការពារចាស់ S300 និង S200 ជាដើមទី2មីស៊ីលការពារដែនអាកាសរបស់អ៊ីស្រាអែលDovain ឬអាចហៅម្យ៉ាងទៀតថា David Sling ត្រូវបានផលិតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែល OAS និងក្រុមហ៊ុនអាមេរិក Raytheon ដើម្បីផលិតបាញ់ទម្លាក់យន្តហោះមានមនុស្សបើក drone និងគ្រូមីស៊ីលដែលមានចម្ងាយពី40ទៅដល់200គីឡូម៉ែត្រហើយប្រព័ន្ធខែលការពារ David Sling ត្រូវបានប្រើប្រាស់ជាផ្លូវការនៅខែមេសាឆ្នាំ2017ផងដែរទី3មីស៊ីលការពារដែនអាកាស SAMTE របស់បារាំងមីស៊ីលការពារដែនអាកាស SAMTE គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបដែលផលិតនៅដោយក្រុមហ៊ុនបារាំងនិងអ៊ីតាលីប្រព័ន្ធខែលការពារនេះអាចប្រើប្រាស់ក្នុងការវាយប្រហារទ្រង់ទ្រាយធំនៃគោលដៅលើអាកាសជាច្រើនប្រភេទរួមមានមីស៊ីលយុទ្ធសាស្ត្រនិងយន្តហោះជាដើមទី4ប្រព័ន្ធមីស៊ីលការពារដែនអាកាស M104 Patrick របស់សហរដ្ឋអាមេរិក M104 Patrick គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសត្រូវបានផលិតឡើងរបស់ក្រុមហ៊ុនផលិតពាពន្ធអាមេរិក Raytheon ប្រព័ន្ធខែលការពារនេះអាចឆ្លងបានជាប់ទាក់មីស៊ីលជាច្រើនគ្រាប់និងបាញ់ចេញដោយកម្លាំងអ៊ីរ៉ាក់ដោយក្នុងពេលសង្គ្រាមឈូងសមុទ្រជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រតាមរយៈសមត្ថភាពដ៏ខ្លាំងរបស់វាដែលអាចសង្កេតឃើញនិងកំណត់គោលដៅក្នុងដែនអាកាសបានជាង100ក្នុងពេលដំណើរគ្នាM104 Patrick ត្រូវបានផលិតឡើងនៅឆ្នាំ1963ដើម្បីយកទៅជំនួសប្រព័ន្ធមីស៊ីលចាស់ដែលនៅខែកុម្ភៈឆ្នាំ1970និងខែមករាឆ្នាំ1974វាត្រូវបានឆ្លងកាត់ការធ្វើតេស្តហើយបានប្រើដោយកងទ័ពសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1982ទី5ប្រព័ន្ធមីស៊ីលការពារដែនអាកាស S300 របស់រុស្ស៊ីប្រព័ន្ធមីស៊ីលការពារដែនអាកាស S300 របស់រុស្ស៊ីគឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័តទំនើបមួយដែលបានកាត់ចេញពីកំណែប្រែប្រព័ន្ធមីស៊ីលការពារដែនអាកាស S300 V3 និង S300VM ប្រព័ន្ធមីស៊ីលនេះត្រូវបានប្រគល់ទៅឲ្យកងកម្លាំងរុស្ស៊ីអំឡុងឆ្នាំ2011ហើយត្រូវបានដាក់ដំណើរការយ៉ាងពេញលេញនៅក្នុងខែធ្នូឆ្នាំ2014
លក្ខណៈពិសេសប្រព័ន្ធមីស៊ីលនេះគឺអាចបាញ់ទម្លាក់ចំហចម្បាំងគ្រាប់មីស៊ីលក៏ដូចជាមីស៊ីលផ្លោងជាច្រើនប្រភេទទៀតផង